សួស្តីចូលកាន់ EP 5 ឃើញថាសាន់ជាមួយនឹងមេធាវីនឹងកំពុងតែអង្គុយញ៉ាំបាយមួយគ្នាហើយបន្ទាប់មកសាន់របស់យើងនេះញ៉ាំដូចតែបានញ៉ាំមកជាយូរឆ្នាំហើយអញ្ចឹងហើយមេធាវីនឹងប្រាប់ថាញ៉ាំមួយទៅប្រយ័ត្នអួលហើយគាត់ក៏អត់បាននិយាយអីច្រើនដែរត្រឹមតែញ៉ាំប៉ុណ្ណឹងហើយឥឡូវយើងកាត់ចូលទៅខាងមិត្តភ័ក្តិដែលទាលុយអ្នកដែលដើរទាលុយគេនៅខាងក្រុងថេបនេះវិញគឺម្នាក់ហ្នឹងគាត់បាត់មុខហើយគាត់ stress អីអញ្ចឹងណាអត់ដឹង stress រឿងអីទេហើយមិត្តភ័ក្តិម្នាក់ទៀតទៅសួរគាត់ហើយគាត់ប្រាប់ថាគាត់ stress អារឿងពីរនាក់នោះអាពីរនាក់វាយបណ្ដាលហ្នឹងសង្ស័យថាពីរនាក់ហ្នឹងវាស្រឡាញ់គ្នាហើយទៅ stress រឿងគេទៅអីហ្នឹងកាត់ចូលខាងសាន់របស់យើងនេះពងតែដេកស្លាប់ទឹងនេះមិញញ៉ាំបាយសុកៗមកឥឡូវដេកចឹងហើយដេកមានអ្នកយកធុងម្ចាស់ទឹកទៀតហើយគាត់ឡើងភ្ញាក់ព្រឺតហ្មងមិនបានគាត់មកនៅយ៉ាងអញ្ចឹងហើយមានម្ចាស់ទឹកដាក់គាត់ចឹងហើយបានគាត់នឹកឃើញថាអាពេលដែលញ៉ាំបាយជាមួយនឹងមេធាវីហ្នឹងមេធាវីហ្នឹងដាក់ថ្នាំងុយដេកគាត់ហ្មងដើម្បីកុំឲ្យគាត់រត់ចេញពីកោះហ្នឹងនិយាយទៅចាញ់បោកគេហ្មងដឹងតែគេបោកហ្នឹងនៅឲ្យគេបោកទៀតនិយាយមែនហើយតមកសាន់មកយើងក៏សួរអាទិត្យថាឲ្យម្ចាស់ទឹកដាក់គាត់អីអញ្ចឹងហើយអាទិត្យក៏ប្រាប់ថាដល់ម៉ោងធ្វើការហើយជាពាក់អំណុលហើយមានលុយសងត្រូវទៅធ្វើការឲ្យគាត់ហើយសាន់របស់យើងគាត់ឡើងច្រឡោតតតហ្មងគាត់ថាចេះបោះលេងគាត់ភ្លាមមកគាត់ប្តឹងប៉ូលីសឥឡូវហ្នឹងហ៊ានជពាក់លុយគេហើយហ៊ានប្តឹងប៉ូលីសមួយគេទៀតនេះអត់យល់ទេនេះហើយអាទិត្យរបស់យើងក៏យកច្បាប់មកដាក់ដៃឲ្យជាប់មួយគាត់ដើម្បីកុំឲ្យរត់ហើយគាត់កំព្រាមទៀតមិនបាច់ផឹងរត់ទេរត់ទៅណាក៏រត់ដែរហើយគាត់ថាអញ្ចេះកៅនឹងពាក់ពីរថ្ងៃឯងដូរកៅចេញហើយសាន់របស់យើងឌឺថាអញ្ចេះហើយមកដាក់គាត់ដាក់ច្បាប់ដៃអញ្ចឹងឲ្យទៅដូរកៅតាមណាទៅហើយអាទិត្យក៏ដោះច្បាប់ដៃហ្នឹងគាត់ទៅដូរកៅហើយនៅពេលដែលដូរកៅចេញមកហើយគាត់សួរថាអញ្ចេះឲ្យគាត់ទៅធ្វើការអីគេគាត់ចេះអីទាំងអស់ហ្នឹងហើយអាទិត្យក៏ប្រាប់ថាចេញទៅក្រៅទៅដឹងអីហើយបន្ទាប់មកគាត់ក៏នាំសាន់ទៅក្រៅនិយាយទៅរើសដូងដើម្បីយកទៅលក់ឲ្យភ្ញៀវអញ្ចឹងណាដូងគេរើសពីតម្លាក់ពីលើដើមមករើសថាណាល្អណាអត់ល្អអញ្ចឹងទៅហើយគាត់ក៏ឲ្យបុគ្គលិករបស់គាត់ចេញទៅទុកឲ្យសាន់យើងអ្នកធ្វើឲ្យគាត់ក៏ប្រៀនសាន់នឹងឲ្យរើសដូងអញ្ចឹងតែសាន់ណាអ្នកនរគ្នាមើលទឹកមុខគឺអត់ចង់ធ្វើហ្មងនិយាយទៅអត់ចង់ហ្មងណាគេផុតអត់ចង់ធ្វើហ្មងកិច្ចទៅរត់ទៅក្រុងថេបបានទៅបាត់ហ្មងហើយដោយសារតែកិច្ចបំផុតដដែលគាត់ក៏អង្គុយធ្វើទៅអ្នកនរគ្នាធ្វើទាំងអត់ចេះអត់យល់អីទាំងអស់គោះហើយគោះតែដឹងថាមិនទេហើយពេលហ្នឹងអាទិត្យក៏ដើរមកមើលការងារវិញហើយគាត់ប្រាប់ថាចេះស្រេចទឹកហើយអាទិត្យក៏បានកាប់ដូងនៅគាត់ផឹកហ្មងហើយសាន់យើងនៅពេលដែលផឹកទៅឆ្ងាញ់ហ៎ហើយមិនឆ្ងាញ់អ្នកនរគ្នាបើទៅមិនកាប់ពីដើមមកស្រស់ហ៎ហើយចឹងទៅគេសប្បាយចិត្តណាស់ហើយតាមមកអាទិត្យហ្នឹងក៏ដឹកគាត់ហៅគាត់នឹងទៅកន្លែងមួយទៀតដើម្បីធ្វើការងារតទៀតហើយពេលហ្នឹងសាន់គឺអូយសិគេទៅធ្វើការងារមួយថ្ងៃវិញហ្នឹងឥឡូវឲ្យធ្វើការងារទៀតហើយពេលហ្នឹងគាត់ចង់ទៅនិយាយទៅងាកងក់ទៀតទៅផ្ទះហេអត់ចង់ទៅណាទៅណីទាំងអស់ចង់ទៅក្រុងថេបទេចាំមកដល់ពេលដំបូងគេដេញសឹងអីអត់ព្រមទៅទេឥឡូវចង់ទៅក៏ទៅលេងបានដែរហើយឥឡូវនេះគឺអាទិត្យរបស់យើងហ្នឹងគឺដឹកសាន់ទៅណាម្ដងអ្នកនរគ្នាឲ្យដៃគេជាប់ច្បាប់ទាំងពីរនាក់ហ្នឹងកាន់មកខាងអ្នកបដាលនេះវិញគឺឥឡូវនេះថៃហ្នឹងគាត់បានយកលុយមកឲ្យមេរបស់គាត់ហើយថាជាលុយរបស់ប៉ាម៉ាក់របស់តួអង្គម្នាក់ទៀតហ្នឹងហើយឥឡូវហ្នឹងដោយសារតែគាត់សងបំណុលហើយអញ្ចឹងលោកម្ចាស់ហ្នឹងក៏ប្រាប់ថាហែងបង្វិចកៅហែងទៅផ្ទះហែងវិញទៅដោយសារហែងសងបំណុលហើយអញ្ចឹងទៅគាត់ក៏បាននិយាយជាមួយនឹងលោកម្ចាស់ហ្នឹងថាអញ្ចេះឥឡូវគាត់ចង់ដាក់ពាក្យធ្វើការនឹងបានអត់ហើយលោកម្ចាស់នឹងថាបុគ្គលិកគាត់ពេញឯងគាត់អត់ទទួលឯងហើយអញ្ចឹងទៅគាត់ក៏និយាយទៀតថាគាត់អត់ចង់ធ្វើអ្នកទាបបំណុលឯងគាត់ចង់ធ្វើអ្នកបដាលហើយលោកម្ចាស់នឹងថាបដាលស្អីនៅនេះបើបដាលអត់ចេញទេទៅវិញទៅហើយកូនមកគាត់ក៏និយាយថាអញ្ចេះប៉ាឯងហេតុអីក៏អត់បំពេញចិត្តខ្ញុំសោះអញ្ចឹងនិយាយទៅគាត់ចង់ឲ្យមានអ្នកប្រកួតបដាលឯមួយគាត់ណាតែប៉ារបស់គាត់ក៏ប្រាប់ថាបើបដាលមិនកោះទូតែមួយហ្នឹងបើកទៅវាដើរវាអត់ចំណេញប៉ាគាត់អ្នករស់ស៊ីគាត់តែរឿងចំណេញទេហើយណាមួយក្រុមហ៊ុនទាលុយគាត់ហ្នឹងវាខុសច្បាប់ហើយបើបើកបដាលទៀតប្រៀបថាខ្លាចប៉ូលីសមកអីចាប់ញ៉ៃអញ្ចឹងណាហើយតួអង្គម្នាក់ទៀតដែលជាកូនហ្នឹងក៏ប្រាប់ថាប៉ាឯងអាត្មានិយមអត់ដែរយល់ពីចិត្តខ្ញុំទេគាត់តែរឿងលុយហ្នឹងហើយបន្ទាប់មកប៉ារបស់គាត់ហ្នឹងក៏អត់និយាយអីច្រើនដែរគាត់ប្រាប់ម្នាក់ដែលសងលុយហើយហ្នឹងថាបើចេញពីផ្ទះគាត់ទៅគាត់ក៏ដើរចេញទៅកាត់ខាអាទិត្យនេះសាន់វិញមិនដឹងថាជិះម៉ូតូតណាហើយសាន់យើងដេកតាមផ្លូវទៀតញ៉ាំថាងុយដេកខ្លាំងហ្មងហើយពេលមកដល់កន្លែងនេះគឺគាត់ដើរលេងនៅមាត់សមុទ្រទេអត់មានត្រូវធ្វើការងារអីទេហើយសាន់របស់យើងក៏ឆ្ងល់ថានាំគាត់មកនឹងធ្វើអីធ្វើការហត់មួយថ្ងៃហើយទៅដេកទៅអីចង់និយាយថាហត់ស្អីគេជិះម៉ូតូមិញហ្នឹងអាទិត្យអ្នកដឹកសោះហ្នឹងនេះហើយពេលហ្នឹងទៅគាត់ក៏ថាអាទិត្យថាអញ្ចេះហើយ
ផឹងខំធ្វើការតែហើយមានលុយ10លានណាឲ្យខ្ញុំខ្ចីចុះនិយាយថាបាច់ធ្វើការមួយជីវិតក៏ចាយអត់អស់ដែរលុយហែងហើយតែមកអាទិត្យគាត់ក៏បាននិយាយថាអញ្ចេះដោយសារតែមានមនុស្សគិតដូចហែងហ្នឹងឯងទើបធ្វើឲ្យអ្នកខ្លះហ្នឹងត្រូវស្លាប់ដោយសារតែទុកចិត្តមិត្តភក្តិហើយសាន់យើងគាត់ឡើងអត់យល់គាត់ដឹងថាអាទិត្យនឹងនិយាយពីអីឯងហើយអាទិត្យក៏បាននិយាយថាថ្ងៃណាមួយហែងនឹងយល់ពាក្យហ្នឹងហើយសាន់លើតាទាឲ្យអូយដោះកង់ច្បាស់ដៃនឹងចេញគាត់ចង់ទៅទាហើយពេលហ្នឹងអាទិត្យក៏ដោះច្បាស់ដៃនឹងចេញនៅពេលដែលអាទិត្យដោះហើយគឺគាត់ដាក់មេប្រូចមកអ្នកនរគ្នាគាត់រត់ពួនអ្នកនរគ្នាមើលដើមដងតែប៉ុណ្្នឹងឯងគាត់រត់ពួនស្អីចិត្តនេះបើមានខ្លួនឯងនឹងដៀងប៉ុណ្ណានៃនេះហើយអាទិត្យគាត់ឆ្ងល់គាត់ថាហើយធ្វើស្អីគេហ្នឹងមកធ្វើស្អីនៅនឹងហើយតមកសាន់យើងគាត់ចែកទៅអូនគាត់ឈឺពោះគាត់ហៅកន្ទប់ទឹកហើយមកហៅកន្ទប់ទឹកអីនៅនឹងទៅបោកវាក៏បោកអត់សមដែរលោកអើយនិយាយទៅអើយសាន់តែប៉ាយខ្លាំងហើយតមកពួកគាត់ក៏អត់និយាយគ្នាវិញចាយដែរពួកគាត់ក៏ត្រឡប់ទៅផ្ទះមួយគ្នាទៅហើយគាត់ថាអញ្ចឹងត្រឡប់ទៅផ្ទះអាធីននិយាយអញ្ចឹងសាន់គេសប្បាយចិត្តដែរទៅក្រុងថែវិញមែនអាធីនថាណូទៅផ្ទះនៅកោះនិយាយទៅឲ្យសមមុខអាពេលគេឲ្យទៅវិញអត់ទៅឥឡូវចង់ទៅលេងបានហើយនៅពេលដែលមកដល់ផ្ទះហ្នឹងអាទិត្យយើងហ្នឹងគាត់អត់ទៅណាទេគាត់នៅនឹងដែរតែសាន់មកយើងថាចេះហ៊ីមិនមកដេញនៅនឹងអញ្ចឹងកន្លែងគេផ្ទាល់ខ្លួនណាហើយអាទិត្យយើងនិយាយថាចេះផ្ទះខ្ញុំហើយអ្នកជាពាក់ម្ដងខ្ញុំឯងគ្មានសិទ្ធិផ្ទាល់ខ្លួនអីទាំងអស់ទៅតាមស្រួលឬក៏ចង់ឲ្យលីទៅហើយដល់ពេលសាន់យើងគ្រាន់តែលឺអញ្ចឹងគាត់ថាអូខេទៅតាមស្រួលក៏បានដែរកាន់មកខាងអ្នកបដាលយើងវិញអូយរឿងនេះចេះអានសភៅអត់នៅកន្លែងរែងវាយបដាលចម្លែកខ្លាំងហើយពេលហ្នឹងក៏មានម្នាក់ទៀតនេះគាត់ចូលមកនិយាយគាត់ចូលមកលាគ្នាដោយសារគាត់ត្រូវត្រឡប់ទៅផ្ទះគាត់វិញហើយពេលហ្នឹងទៅគាត់ថាអញ្ចឹងយប់ទៅចាំស្អែកចាំទៅហើយម្នាក់ទៀតហ្នឹងក៏ឆែកថាខ្លាចប៉ែឃើញអញគាត់ខឹងទៀតហើយអញ្ចឹងគាត់ក៏នាំគ្នាទៅរែងបដាលហ្នឹងដើម្បីវាយគ្នាជាលើកចុងក្រោយព្រោះអត់ដឹងថាពេលណាបានវាយគ្នាទៀតទេហើយនៅពេលដែលចរចាគ្នាទៅម្នាក់ដែលកូនម្ចាស់កន្លែងហ្នឹងគាត់និយាយថាចេះអត់គាត់ខ្លាចថាអត់មានម្នាក់ហ្នឹងនៅមួយគាត់ហើយគាត់ឡើងចែនៅឡើងសៀមស្មានគេនិយាយគ្នាគេ BL អីអញ្ចឹងណាដល់ពេលម្នាក់ទៀតហ្នឹងក៏គាត់និយាយថាអត់ទេវាថាគាត់ខ្លាចមានដៃគូវាយមួយគាត់ហើយសាច់រឿងយើងចំពោះភាគ5វាចាប់ត្រឹមនេះឯងអ្នកនរគ្នាហើយរឿងនេះដែរមានតែ6ភាគណាអ្នកនរគ្នាអញ្ចឹងភាគក្រោយជាភាគបញ្ចប់ហើយតួអង្គវិញអត់ទាន់បានស្រឡាញ់គ្នាអីមកគូហ្មង